mà vậyនេះគឺគេល្បីពងមាន់កូនស៊ឺឈွန်ណាប៉ុន្តែពងមាន់កូនហ្នឹងគឺខ្ញុំរកអត់បានអញ្ចឹងទិញពងទាកូនមកធ្វើពងទាកូនស៊ឺឈွန်ញ៉ាំបើនិយាយពីរសជាតិវិញគឺឆ្ងាញ់វិធីធ្វើគឺងាយស្រួលគ្រឿងផ្សំគឺងាយស្រួលណាស់ហើយបើធ្វើវិញស្ងោរតែកន្លះម៉ោងអីបានញ៉ាំហើយបើជ្រុលជាក្លៀនខ្លាំងអញ្ចឹងហើយធ្វើម្ដងនេះគឺញ៉ាំឲ្យណាណីហ្មងញ៉ាំម្ដងនេះគឺឆ្អែតមួយឆ្នាំព្រោះអីខ្ញុំស្ងោរពងទាកូន10គ្រាប់ពងក្រូចកូន12គ្រាប់ហើយញ៉ាំតែ2នាក់ឯងបងប្អូនសាក់សម័យមើលម្នាក់ប្រហែលគ្រាប់និយាយទៅគឺញ៉ាំម្ដងនេះគឺឲ្យឆ្អែតមួយឆ្នាំមកកុំឲ្យសូវប៉ិនឃ្លានញឹកកុំឲ្យសូវធ្វើញឹកពេកជុំពងទាកូនដែលយើងទិញមកពីផ្សារហ្នឹងអត់ទិញមកភ្លាមដាក់ស្ងោរភ្លាមទេបងប្អូនយើងត្រូវលាងសម្អាតសិនបងប្អូនព្រោះអីយើងអត់អាចទៅដល់ដាក់ស្ងោរពឹបទេបងប្អូនអាចមើលសភាពពងបានណាគឺមានទាំងលីមួកទាមានទាំងដីហើយយើងមិនទៅដល់ក៏លេងតែទឹកលាងធម្មតាទេត្រូវតែយកអីមកដោះឲ្យវាស្អាតឲ្យវាសអញ្ចឹងបន្ទាប់ពីដោះសម្អាតលីមួកហើយដីនឹងហើយស្រង់ចេញមកយើងលាងសម្អាតទឹកមួយតង់ទៀតបន្ទាប់មកសម្រាប់ពងក្រួយគឺខ្ញុំអត់ដោះអីទេពងក្រួយសបកស្រួយខ្លាំងមែនតើអញ្ចឹងពងក្រួយហ្នឹងគ្រាន់តែលាងជាមួយនឹងទឹកឲ្យតែអស់ដីទៅពងក្រួយអត់សូវមានជាប់ទេតែយើងមើលដែរណាបើថាមានជាប់មានអីឆ្កឹះចេញតិចទៅតែសបកវាគឺស្រួយណាស់មិនអាចទៅដោះខ្លាំងដូចពងទាបានទេបន្ទាប់ពីរៀបចំលាងសម្អាតពងហើយគឺចាប់ផ្ដើមមកធ្វើគ្រឿងផ្សំរបស់យើងវិញគឺអត់មានអីញ៉ៃទេបងប្អូនឲ្យដាក់តែឆ្នាំងមកតាមតែទឹកឲ្យតពុះមកហើយបង់ជាមួយនឹងដុំស៊ឺឈွန်ចូលសម្រាប់ដុំស៊ឺឈွန်គឺខ្ញុំប្រើប្រភេទប្រេនេះហ่ะបងប្អូនហើយប្រេនេះបើបងប្អូនទៅសាទៅនៅអីឃើញមាន2ម៉ាកបងប្អូនទិញឲ្យដូចក្នុងរូបខ្ញុំហ្មងណាមួយម៉ាកទៀតហ្នឹងគឺឆ្នាំងស៊ុបហ្មងអត់មានអាចន្លោះអញ្ចឹងអត់សូវឆ្ងាញ់ទេតែបងប្អូនទិញអាម៉ាកហ្នឹងហើយយកអារូបឆ្នាំងមានប្លោះអញ្ចឹងអាហ្នឹងគឺឆ្ងាញ់ហ្មងហើយសម្រាប់បងប្អូនដែលអត់សូវចេះហាងអីហ្នឹងបងប្អូនដាក់ដុំតាស៊ឺឈွန်តិចបានហើយមិនដាក់ទាំងអស់ទេដូចខ្ញុំអញ្ចឹងខ្ញុំកាត់បានតិចដាក់សិនហើយបន្ទាប់មកខ្ញុំមើលទៅឃើញថាអូវាស្ទើពណ៌វាមិនសូវជាហឹលទេខ្ញុំបន្ថែមបានតិចទៅតែបើបងប្អូនដាក់ទាំងអស់ហ្នឹងគឺហាង Space Bay មាត់តែម្ដងហើយគ្រឿងផ្សំបន្ថែមយើងហ្នឹងមានដុំស៊ុបមាន់ម្សៅស៊ុបមាន់ហើយជាមួយនឹងស្ករសតាមបន្តិចទេបងប្អូនដាក់តែប៉ុណ្្នឹងមកអូជិតយុទ្ធនាអស់ពេលដែលគ្រឿងផ្សំយើងបង់ចូលអស់ហើយគឺចាប់ដើមដាក់ជាមួយនឹងពងទាកូនចូលហើយសម្រាប់ពងទាកូនហ្នឹងបងប្អូនបាច់ថ្នមវាទេបោះវាខ្លាំងផាំងទៅដើម្បីឲ្យវាប្រេះព្រួយយើងស្ងោរពងទាកូនហ្នឹងគឺចង់ឲ្យប្រេះដើម្បីឲ្យគ្រឿងស៊ឺឈွန်ទឹកស៊ឺឈွန်ហ្នឹងវាបានចូលជាតិទៅក្នុងពងទាកូនដែលស្ងោរហ្នឹងគឺខ្ញុំបើកភ្លើងមកខ្លាំងហ្មងដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺអត់មានបន្ថយឲ្យពុះឲ្យខ្លាំងអញ្ចឹងហើយសម្រាប់ទឹកដែលស្ងោរពងទាហ្នឹងបងប្អូនត្រូវដាក់ឲ្យច្រើនព្រោះពេលដែលយើងបើកភ្លើងខ្លាំងអញ្ចឹងគឺវានឹងឆាប់ខាសអញ្ចឹងធ្វើឲ្យទឹកស៊ឺឈွန်ហ្នឹងប្រៃខ្លាំងយើងអាចខុតញ៉ាំបានទេតែបើបងប្អូនដាក់ទឹកច្រើនហើយបងប្អូនដាក់គ្រឿងផ្សំទៅតាមប៉ិនខ្ញុំទៅគឺគ្រឿងយើងពេលដែលខាសទៅល្មមហ្មងអត់ប្រៃខេះហើយអត់ផ្អែមខេះទេគឺមកល្មមយើងហុតទឹកនឹងបានណាព្រោះយើងញ៉ាំហុតទឹកនឹងទៅគឺវាឆ្ងាញ់ហ្មងស៊ីគ្នាហ្មងកន្លងពេលដែលស្ងោរពងទាកូនហ្នឹងគឺខ្ញុំអុជធុកមួយដើមដើម្បីកំណត់ថាពេលមួយធុកនឹងអស់គឺពងទាកូនយើងឆ្អិននៅពេលដែលខ្ញុំដាក់មួយធុកនឹងអស់ស្មើនឹងរយៈពេល30នាទីហើយនេះបងប្អូនពេលដែលបងប្អូនស្ងោរបានប្រហែលជា10នាទី15នាទីអីនោះបងប្អូនអាចបើកមើលបានហើយនេះបងប្អូនឃើញអត់វាចាប់ផ្ដើមពុះខ្លាំងចឹងទៅមានពងខ្លះនឹងចាប់ផ្ដើមប្រេះបដាហើយចឹងបងប្អូនអាចឆែកមើលបន្ថែមណាថាពងណាអត់ឃើញប្រេះចឹងយើងយកវែកនឹងមកគោះវាមកឲ្យវាបែកប្រេះបន្តិចទៅហើយពេលដែលវាកាន់តែក្តៅខ្លាំងវាចាប់ផ្ដើមកាន់តែឆ្អិនយូរទៅវាប្រេះបន្ថែមទៀតគឺជាតិហ្មងជាតិគឺថាជាតិហ្មងពេលដែលខ្ញុំស្ងោរពងទាកូនបាន20នាទីហើយគឺខ្ញុំដាក់ពងក្រួយកូនចូលដោយសារពងក្រួយកូនគឺឆាប់ឆ្អិនទេបងប្អូនអញ្ចឹងយើងដាក់តែពងក្រួយកូន10នាទីទៀតមកវា30នាទីគឺឆ្អិនទាំងអស់តែម្ដងយើងទៅបាយល្អសាហាវហ្មងណាអូចូលជាតិឆ្ងាញ់ហ្មងក្តៅអាហ្នឹងតើញ៉ាំក្តៅបានឆ្ងាញ់ព្រោះបើទុកត្រជាក់ទៅវាកកខ្លាញ់ទឹកហ្នឹងដាក់ជាមួយក្រូចឆ្មាបន្តិចចង់ដឹងថាពេកក្រូចឆ្មាមិនឆ្ងាញ់ខ្លាំងប្រៃគូញ៉ាំសោះហើយពុកហើយ
កំពុងតែឆ្ងាញ់ហ្នឹងក៏មានរឿងមួយកើតឡើងដែលធ្វើឲ្យខ្ញុំនឹងបាក់ពងទាកូនដល់មួយឆ្នាំក្រោមអូខ្ញុំឃើញធំពេក Không biết. Mà tầm sẽ bị oh my god cannot. Anh tới tôi yêu bà đấy nè.